nhưng mà sẽ đọc cái vậy vì phim khóc nia rồi viện website nâng web app nâng này website cái vậy thằng website mình đây thà bộ miền tu tư để chia cái behind the bộ miền đây the website by static page họ miền thưa HRT họ miền interact HRT nâng này đối với bộ miềnក្រុមហ៊ុនbộ miền personal portfolio យើងធម្មតាចឹងទៅហ្នឹងហើយអាហ្នឹង website ហើយ web app ហ្នឹងវាមាន feature ច្រើនវាមាន interact ពី user ច្រើនវាអាច connect ទៅ API វាអាចធ្វើរឿង complex ធ្វើរឿងដែលស្មុគស្មាញជាង website ឆ្ងាយហ្នឹងហើយសម្រាប់ខ្ញុំគិតថាការបែងចែកហ្នឹងវាត្រឹមត្រូវហើយប៉ុន្តែអត់ support មួយអត់ agree មួយកន្លែងថា web app ហ្នឹងមិនមែនជា website web app នៅតែជា website អ្នកទាំងអស់គ្នាណាអញ្ចឹងចំណេះដឹងរបស់ខ្ញុំគឺប្រាប់ខ្ញុំថាអញ្ចឹង web app នៅតែជា website ហើយ web app ហ្នឹងវាគ្រាន់តែជាប្រភេទ website មួយហ្នឹងហើយឥឡូវឧទាហរណ៍ថាពួកបណ្ដាញសង្គមហ្នឹង web app ឬក៏ website Facebook TikTok YouTube អីចឹងណាហ្នឹងទូទៅបើយើងវិភាគទៅវាជា web app ហ្នឹងហើយប៉ុន្តែដើម្បីចូលទៅកាន់អា web app ហ្នឹងវាអីគេវាត្រូវចូលទៅ website ហ្នឹងហើយអញ្ចឹងអា web app វានៅក្នុង website ហ្នឹងហើយហើយបើយើងបញ្យល់យូរទៅវារៀងប៉ល់វាអត់ត្រូវខុសគ្នាប្រហែលទេវាខុសគ្នាតែ content តែព័ត៌មាននៅក្នុងហ្នឹងហើយនឹងរបៀបប្រើទេវាខុសគ្នាតែប៉ុណ្្នឹងទេអញ្ចឹងអ្វីដែលខ្ញុំ add បន្ថែមខ្ញុំឃើញគេនិយាយគ្រប់គ្នាគឺព្យាយាមផ្ដាច់វាអញ្ចឹងខ្ញុំគិតថាវាមិនទេ web app នៅតែជា website